សូមជូនរឿងកហបតីប្រែតទោះនៃការមើលងាយព្រះសារីរិកធាតុកាលព្រះសម្មាសម្ពុទ្ធបរមគ្រូបរិនិព្វានហើយពួកពុទ្ធបរិស័ទទាំងឡាយមានព្រះបាទមល្លរាជជាប្រធានបានរៀបចំបូជាព្រះបរមសពព្រះសម្មាសម្ពុទ្ធលុះបូជាហើយព្រះមហាក្សត្រទាំងឡាយនៅក្នុងចម្ពោះទ្វីបលើកតបមកច្បាំងដណ្ដើមព្រះបរមធាតុកាលនោះទូនអាចារ្យបានសម្រុះសម្រួលចែកព្រះបរមធាតុដល់ព្រះរាជាទាំងឡាយនោះដោយសន្តិវិធីព្រះរាជាទាំងឡាយនោះក៏នាំយកព្រះបរមធាតុទៅកាន់នគររៀងព្រះអង្គឯព្រះបាទអាជាសត្រូវព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងបានរៀបចំចាត់ចែងធ្វើពិធីដង្ហែយ៉ាងឧឡារិកទៅទឹកមហិមាចាប់តាំងពីចេញដំណើរពីក្រុងកុសិនារាទៅដល់ក្រុងរាជក្រឹសគឺតម្កល់ព្រះបរមធាតុឬព្រះរាជរថជ័យដែលវិចិត្រដោយរតនៈ7ប្រការកាលបើហែចេញបានចម្ងាយប្រហែល1រាជរថហើយឈប់ធ្វើបុណ្យម្ដងចំនួន7យប់7ថ្ងៃចេះតែធ្វើតាមលំដាប់ដូចនេះដរាបដល់ក្រុងរាជក្រឹសរួបរวมរយៈពេលដែលហែចេញពីក្រុងកុសិនារាទៅដល់ក្រុងរាជក្រឹសអស់រយៈពេល7ឆ្នាំ7ខែទើបដល់ពួកពុទ្ធបរិស័ទទាំងអស់នៅក្នុងក្រុងរាជក្រឹសមានសេចក្តីជ្រះថ្លាសប្បាយរីករាយយ៉ាងក្រៃលែងឯពួកជនមិច្ឆាទិដ្ឋិជាង 80000 នាក់មិនជ្រះថ្លាបែរជានិយាយត្អូញត្អែថាធ្វើបុណ្យយូរយ៉ាងនេះគ្មានអ្នកណារកស៊ីធ្វើអ្វីកើតទេម្យ៉ាងទៀតគ្មានប្រយោជន៍អ្វីអំពីឆ្អឹងដែលគេដុតជាធ្យូងនោះទេពួកជនទាំងនោះចង់សេចក្តីកោតចំពោះព្រះធាតុនិងព្រះបរមក្សត្រជាដើមរាល់ពេលវេលាបណ្ដាជនមិច្ឆាទិដ្ឋិជាង 80000 នាក់នោះមានកហបតីម្នាក់មានទ្រព្យច្រើនជាអ្នកមិច្ឆាទិដ្ឋិចំណាប់មួយដែរឯភរិយាបុត្រាបុត្រីកូនប្រសាគាត់ជាមនុស្សសមាទិដ្ឋិមានចិត្តជ្រះថ្លាទៅហែព្រះបរមសារីរិកធាតុធ្វើបុណ្យជាមួយគេជាមួយឯងរាល់ពេលវេលាទោះបីកហបតីស្ដីបន្ទោសយ៉ាងណាក៏មិនធ្វើជាដឹងឮលុះធ្វើមរណកាលតាមលំដាប់សង្ខាររបស់ខ្លួនទៅកហបតីបានប្រកាសជាប្រែតជាមួយពួកជនមិច្ឆាទិដ្ឋិជាង 80000 នាក់នោះនៅក្នុងចន្លោះភ្នំកិច្ចកោฏឯភរិយាបុត្រីបុត្រសាក៏បានប្រកាសជាទេវតានៅក្នុងឋានសួគ៌ថ្ងៃមួយព្រះមហាកស្សបៈភេចេញពីនិរោធហើយពិចារណាឃើញមនុស្សស្លាប់ទៅកើតជាប្រែតនរកច្រើនទើបលោកនិមន្តទៅឈរត្រង់ទីលានមុខព្រះចេតិយព្រះបរមសារីរិកធាតុហើយសម្ដែងឫទ្ធិធ្វើឲ្យនរកប្រែតមនុស្សទេវតាឃើញគ្នាទៅវិញទៅមកឯកហបតីនោះក៏លេចមើលទៅឯដល់អាកាសឃើញភរិយាបុត្រីបុត្រសារបស់ខ្លួនកើតជាទេវតាសោយទឹកសម្បត្តិដូច្នោះក៏នឹកក្តៅក្រហាយនឹងវាសនារបស់ខ្លួនក៏ចូលទៅជិតព្រះបរមកស្សបៈហើយប្រកាសថាឲ្យតែបានរួចអំពីប្រែតវិស័យបានទៅកើតជាមនុស្សវិញនឹងខំគោរពបូជាព្រះបរមសារីរិកធាតុគ្រប់ពេលវេលាមួយស្របក់ក្រោយមកព្រះមហាកស្សបៈរំសាយរឹតលែងឲ្យឃើញនៅដូចធម្មតាវិញពួកពុទ្ធបរិស័ទទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះក៏ចូលទៅថ្វាយបង្គំសួរបុព្វកម្មរបស់នរកពួកពុទ្ធបរិស័ទទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយក៏ចូលទៅសាកសួរថ្វាយបង្គំសួរអំពីបុព្វកម្មរបស់សត្វនរកនិងប្រេតដែលខ្លួនបានឃើញផ្សេងគ្នាព្រះមហាថេរក៏ប្រពយករឿងប្រេតជាង 80000 នាក់មានកហបតីប្រេតមកសម្ដែងតាមដំណើរបុព្វកម្មរបស់ប្រេតទាំងនោះនៅក្នុងកាលឥឡូវនោះឯងឯពួកប្រេតជាង 80000 នាក់មានកហបតីប្រេតជាប្រធាននៅរោងទុក្ខវេទនាមកដល់សព្វថ្ងៃព្រោះតែការមើលងាយព្រះបរមសារីរិកធាតុនេះឯងរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនាសូមជូនរឿងប្រេត4នាក់អំពើទុច្ចរិតជាពូជនៃពាទាំងឡាយកាលព្រះសម្មាសម្ពុទ្ធគង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីមានឈ្មួញម្នាក់ជួញដូរស្រូវបានយកសម្ដីស្រូវលាយនឹងស្រូវវល់លក់ឲ្យអ្នកដទៃឯកូនប្រុសរបស់គាត់មើលងាយមាតារបស់ខ្លួនយកខ្សែព្រាត់ដាក់លើក្បាលមាតាឯកូនប្រសាស្រីលួចលាក់សាច់ញាតិស៊ីតែម្នាក់ឯងមិនឲ្យស្វាមីមាតាបិតាបរិភោគផងចំណែកភរិយារបស់ឈ្មួញនោះជាមនុស្សកំណាញ់សម្ដីអាក្រក់ឃើញពួកស្មោមទៅសុំអ្វីស្ដីថ្មេះតេះដៀលថាឲ្យស្មោមនោះទៅស៊ីម៉ូតលិមុខក្នុងពេលក្រោយមកជនទាំង4នាក់នោះស្លាប់បន្ទាប់គ្នាតាមវ័យរបស់ខ្លួនក៏បានប្រកាសជាប្រែតនៅចន្លោះភ្នំកិច្ចកោฏ
ប្រែតទាំង4នាក់នោះរងទុក្ខវេទនាផ្សេងគ្នាគឺប្រែតឈ្មួញមានកម្មបណ្ដាលឲ្យមានសម្ដីស្រូវដែកឆេះក្រហមគោជាគំនោប្រែតនោះចេះតែកាប់ដាក់លើក្បាលឆេះក្តៅស្រែកប្រហូយំជានិច្ចឥតស្រាកស្រានប្រែតកូនប្រុសរបស់គាត់ផលកម្មបណ្ដាលឲ្យមានញញួរដែកឆេះក្រហមកាន់នៅដៃវាយសំពងក្បាលខ្លួនឯងបែកឈាមហូរស្រោចពេញខ្លួនស្រែកធ្ងោឥតស្រាកស្រានប្រែតកូនប្រសាស្រីរបស់គាត់មានក្រចកវែងខ្វាហែកសាច់ចម្លក់របស់ខ្លួនយកមកស៊ីស្រែកទួញយំឥតស្រាកស្រានឯប្រែតភរិយារបស់ឈ្មួញនោះផលកម្មបណ្ដាលឲ្យកើតរណ្ដៅមូតលិមុខស្អុយរលួយចុះទៅកើតស៊ីមួយថ្ងៃដល់រាបដល់យប់ដល់ថ្ងៃមិនចេះឆ្អែតចេះតែឃ្លានយ៉ាងក្រៃលែងឥតឧបមាថ្ងៃមួយព្រះមហាមោគលាននិមន្តទៅភ្នំកិច្ចកោតបានឃើញពួកប្រែតទាំង4កំពុងរងទុក្ខវេទនាដូច្នោះក៏សួរបុព្វកម្មរបស់ប្រែតនោះបានជ្រាបសពគ្រប់ហើយក៏និមន្តទៅកាន់វត្តជាតិពុនក្រាបទូលរឿងប្រែតនេះចំពោះព្រះដ៏មានព្រះភិក្ខព្រះដ៏មានព្រះភិក្ខប្រជុំបរិស័ទហើយសម្ដែងធម៌ទេសនាប្ររពយករឿងប្រែតនោះជាហេតុដល់ទីបំផុតនៃធម្មទេសនាទ្រង់បានប្រកាសអំពីអរិយសច្ចធម៌4ប្រការពុទ្ធបរិស័ទមនុស្សនិងទេវតាបានសម្រេចមគ្គផលតាមនិស្ស័យរៀងខ្លួនរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនាសូមជូនរឿងសានុវិសេកប្រែតសង្ឃទានអាចសម្រេចផលដល់ប្រែតជាញាតិខ្លួនបានសម័យមួយព្រះថេរៈឈ្មោះកោដ្ឋបាទជាអរិយសាវកនៅអាស្រ័យលើភ្នំសានុវាសីនាក្រុងកុណ្ឌីមាតាបិតារបស់លោកបានកើតជាប្រែតមានមាត់តូចប៉ុនរុនក្តិតម្ជុលស៊ីចំណីអាហារផឹកទឹកមិនបានរងទុក្ខវេទនាដោយការស្រេកឃ្លានយ៉ាងក្រៃលែងមានកាយស្កាំងស្គមកំប្រឹងអាក្រាតខ្លួនទៅទេឃើញសុទ្ធតែឆ្អឹងមានសេចក្តីភ័យតក់ស្លុតរន្ធត់ញាប់ញ័រជានិច្ចមិនហ៊ានបង្ហាញខ្លួនឲ្យគេឃើញឡើយឯបងប្រុសរបស់ព្រះថេរៈនោះក៏កើតជាប្រែតអាក្រាតដែរនៅក្នុងច្រកព្រៃតែម្នាក់ឯងជាប្រែតវាលូនលើដីគឺចង់ទៅណាមកណាទៅបានដោយអេរយាបថវាថ្ងៃមួយព្រះថេរៈនិមន្តដើរកាត់ព្រៃដែលប្រែតនោះនៅប្រែតជាបងខំវាតាមព្រះថេរៈបង្ហាញខ្លួនឲ្យឃើញព្រះថេរៈមិនបានឃើញនិមន្តហួសទៅប្រែតនោះខំស្រែកថាលោកម្ចាស់ខ្ញុំជាបងរបស់លោកម្ចាស់បានមកកើតជាប្រែតឯមាតាបិតារបស់លោកក៏មកកើតជាប្រែតដែរព្រោះមិនបានធ្វើបុណ្យទាននៅក្នុងជាតិមុនលោកជាអ្នកមានបុណ្យមានចិត្តអាណិតអាសូរសូមអនុគ្រោះឲ្យទានឧទ្ទិសផលចំពោះខ្ញុំនិងមាតាបិតាលោកផងកោដ្ឋបាទតថេបានឃើញបានជ្រាបនៅសេចក្តីទុក្ខវេទនារបស់ប្រែតទាំង3នោះហើយក៏និមន្តទៅបិណ្ឌបាតជាមួយនឹងភិក្ខុ12អង្គលុះត្រឡប់មកវិញបានប្រជុំគ្នាក្នុងទីមួយព្រះថេរៈសុំចំណីអាហារខ្លះអំពីភិក្ខុទាំង12អង្គនោះធ្វើសង្ឃទានឧទ្ទិសផលចំពោះប្រែតទាំង3រូបប្រែតទាំង3រូបក៏បានចំណីអាហារទឹកបរិបូរណ៍មានកម្លាំងមានសម្បុរល្អបានសេចក្តីសុខចម្រើនប្រែតជាបងបង្ហាញខ្លួនឲ្យព្រះថេរៈឃើញនឹងសុំសម្លៀកបំពាក់ទៀតព្រះថេរៈបានរើសកំណត់សម្ពត់ទាំងឡាយពីគំនោសម្រាមមកធ្វើជាជីវរហើយប្រគេនដល់ព្រះសង្ឃឧទ្ទិសផលចំពោះប្រែតទាំង3ប្រែតទាំង3ក៏បានសម្ពត់ទឹកប្រើប្រាស់គ្រប់គ្នាប្រែតជាបងបានបង្ហាញខ្លួនឲ្យព្រះថេរៈឃើញហើយសូមផ្ទះនៅទៀតព្រះថេរៈបានធ្វើកុដិប្រក់ស្លឹកហើយប្រគេនដល់សង្ឃដែលនិមន្តមកអំពីទិសទាំង4ឧទ្ទិសចំពោះប្រែតទាំង3ប្រែតទាំង3ក៏បានប្រសាទទឹកនៅជាសុខសៀងសានហើយសុំទឹកសម្រាប់ផឹកទៀតព្រះថេរៈបានចាក់ទឹកបំពេញធម្មក្រកហើយប្រគេនដល់សង្ឃឧទ្ទិសផលចំពោះប្រែតទាំង3ប្រែតទាំង3ក៏បានស្រះបកករណីជាទឹកកើតឡើងមានទឹកត្រជាក់មានកំពង់ល្អសម្រាប់ចុះងូតដេដាស់ដោយផ្កាឈូកមានក្លិនក្រអូបប្រែតទាំងនោះបានបង្ហាញខ្លួនចំពោះព្រះថេរៈហើយនិយាយថាពួកយើងបានចំណីអាហារបានសម្ពុតបានប្រសាទបានស្រះបកករណីសុទ្ធតែជារបស់ទឹកប្រើប្រាស់ហើយប៉ុន្តែជើងទាំងឡាយរបស់យើងឈឺពុកពងដោយគ្រោះនឹងបន្លាសូមលោកឲ្យនៅយានជំនិះចំពោះពួកយើងផងព្រះថេរៈបានប្រគេនស្បែកជើងដល់សង្ឃហើយឧទ្ទិសផលចំពោះប្រែតទាំង3
ប្រែទាំង3ក៏បានរីករត់ទឹកជិះទើបនាំគ្នាជិះរីករត់ទៅថ្វាយបង្គំថ្លែងអំណរគុណព្រះថេរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនពួកយើងមកដើម្បីថ្វាយបង្គំលោកជាអ្នកប្រាជ្ញប្រកបដោយសេចក្តីករុណានៅក្នុងលោកថាដូច្នេះហើយក៏បាត់អំពីទីនោះទៅរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនាសូមជូនរឿងប្រែតមាត់ស្អុយមាត់ធំក្លិនស្អុយអសោចព្រោះស្រដីចែកចូលញុះញង់បានឮមកថាក្នុងសាសនកាលនៃព្រះពុទ្ធកស្សបៈមានភិក្ខុ2អង្គនៅជាមួយគ្នាក្នុងអាវាសមួយមានសេចក្តីរាប់អានស្រឡាញ់គ្នាដូចជាបងប្អូនចេញពីអតោមេដាតែមួយលោកគង់នៅក្នុងអាវាសនោះជាសុខសប្បាយពុំដែលមានមោះមីនឹងគ្នាឡើយសម័យថ្ងៃមួយមានភិក្ខុអកន្តកៈមួយអង្គនិមន្តមកអំពីទីឆ្ងាយដាច់ស្រយាលបានមកដល់អារាមនោះចូលទៅសុំពឹងពាក់សំណាក់នៅព្រោះយល់ថាជាទីសនុកសប្បាយដោយអាហារបិណ្ឌបាតជាដើមព្រឹកព្រៀងស្វាងអរុណនតីទើបព្រះថេរៈទាំង2អង្គនាំអកន្តកៈភិក្ខុទៅបិណ្ឌបាតនៅក្នុងស្រុកនោះមនុស្សទាំងឡាយឃើញព្រះថេរៈទាំង2អង្គមានចិត្តជ្រះថ្លាធ្វើសក្ការៈបូជាដោយទេយ្យវត្ថុមានបបរអាហារភោជនដល់ត្រកាលអកន្តកៈភិក្ខុនោះគិតពិចារណាថាស្រុកនេះជាទីសប្បាយងាយស្រួលបិណ្ឌបាតហើយមនុស្សទាំងឡាយក៏មានសទ្ធាជ្រះថ្លាផ្ចិតផ្ចង់ភោជនាហារប្រគេនហើយអាវាសនៈថែមទៀតក៏សនុកសុខសប្បាយប្រកបដោយទឹកនោះថ្លាបើអាត្មាអញបាននៅទីនេះនឹងបានសុខសប្បាយតែបើព្រះថេរៈទាំង2អង្គនេះនៅជាមួយអាត្មាអញពុំមានសេចក្តីសុខសប្បាយសោះឡើយបើដូច្នោះអាត្មាអញគិតធ្វើឲ្យព្រះថេរៈនេះឆ្លោះវិវាទទាស់តែងគ្នាប្រត់ប្រាស់ចាក់ចេញពីទីនេះមានកាលថ្ងៃមួយនោះព្រះថេរៈទាំង2អង្គសន្ទនាឲ្យអវាទគ្នាទៅវិញទៅមករួចហើយក៏ទៅកាន់លំនៅរៀងខ្លួនឯភិក្ខុចែកចូលអង្គុយនៅបន្តិចក៏ទៅកាន់សំណាក់ព្រះថេរៈនោះមកកក់សក់ក៏ជ្រុះអស់គ្មានសល់មួយសរសៃនៅសល់តែលលាក្បាលទៅទេនាងកើតសេចក្តីអៀនខ្មាស់ក៏យកក្រមាទៅទូក្បាលរត់ភៀសខ្លួនទៅនៅស្រុកចុងកាត់មាត់ញោកឆ្ងាយអំពីស្រុកកំណើតរឿងដតីស្លេះតែប៉ុណ្ណេះនឹងនិយាយតែអំពីនាងកល្យាណីដល់នាងទៅនៅស្រុកចុងកាត់មាត់ញោកយូរទៅសក់ក៏ឥតមានដុះឡើងវិញប្តីនាងក៏មិនយកទៅជាអ្នកទីទាល់ក្រទើបប្រកបរបរបិទស្រាលុកពួកប្រមឹកទាំងឡាយតែងចោមរួមរៀននាងជានិច្ចរាល់ថ្ងៃកាលនោះមានអ្នកប្រមឹក2នាក់ដេកលុកនាងលួចសម្រាប់យកសម្ពុតខោអាវអស់នៅអាក្រាតកាយទៅទេពួកអ្នកប្រមឹកដឹងខ្លួនឡើងមានសេចក្តីអៀនខ្មាស់ក៏នាំគ្នារត់ទៅផ្ទះអស់ទៅថ្ងៃក្រោយមកនាងកល្យាណីបានឃើញព្រះខេណាស្របមួយអង្គនិមន្តទៅបិណ្ឌបាតមានសេចក្តីជ្រះថ្លាក៏និមន្តឲ្យចូលគង់លើអាសនៈក្នុងផ្ទះរបស់ខ្លួនហើយចាត់ចែងប្រគេនប្រអួលលាយដោយប្រេងល្ងកាលបើព្រះខេណាស្របឆាន់ហើយនាងតាំងសេចក្តីប្រាថ្នាថាសូមឲ្យមានរូបល្អមានសក់ល្អសរសៃល្អិតដូចរោមទ្រាយព្រះខេណាស្របធ្វើអនុមោទនាហើយក៏និមន្តទៅកាន់ទីដទៃទៀតទៅលុះដល់នាងអស់អាយុក៏បានទៅកើតជាប្រែតញីមានរូបល្អសក់ដុះល្អដូចប្រាថ្នាស្ថិតនៅក្នុងវិមានមាសតែម្នាក់ឯងកណ្ដាលមហាសមុទ្រប៉ុន្តែគ្មានសម្លៀកបំពាក់ខោអាវអាក្រាតកាយទៅទេយកសក់ស្បាលគ្រប់ខ្លួនមានសេចក្តីអៀនខ្មាស់យ៉ាងខ្លាំងតែម្នាក់ឯងមិនដែលចេញទៅណាមកណានៅតែក្នុងវិមានស្ងាត់ជ្រងំកណ្ដាលមហាសមុទ្រនោះឯងសម័យនោះមានឈ្មួញសំពៅ700នាក់ឆ្លងកាត់មហាសមុទ្រទៅប្រកបការងារឯត្រៃម្ខាងត្រូវខ្យល់ព្យុះបក់បោករសាត់ចុះឡើងនៅកណ្ដាលមហាសមុទ្រនោះក៏បានទៅជួបនឹងវិមានរបស់នាងប្រែតនោះអ្នកសំពៅទាំងឡាយឃើញរូបនាងស្អាតល្អស្រស់នៅតែម្នាក់ឯងក៏សម្គាល់ថាជាទេពធីតាបានអញ្ជើញនាងឲ្យចេញមកក្រៅដើម្បីចរចាគ្នាឲ្យដឹងដំណើររឿងផ្សេងនាងមិនព្រមចេញមកសោះដោយសេចក្តីអៀនខ្មាស់គ្រប់សង្កត់ខ្លាំងពួកអ្នកសំពៅចេះតែទៅទូចសួរថានាងមានរូបល្អយ៉ាងនេះពួកយើងមិនដែលឃើញសោះតើនាងជាទេពធីតាឬជាអ្វីដល់ពេលសួរញយពេកនាងក៏ប្រាប់ថាខ្ញុំនេះជាប្រែតទេឈ្មោះវិមានប្រែតតាំងតែពីកើតមកខ្ញុំមិនដែលបានសម្ពុតស្លៀកពាក់សោះព្រោះផលអាក្រក់ដែលខ្ញុំលួចសម្ពុតអ្នកប្រមឹកពីជាតិមុន
ដែលខ្ញុំមានរូបល្អមានចំណីអាហារទឹកវិមានមាសបដិស្ថាននៅក្នុងកដាលមហាសមុទ្រដូចនេះកើតឡើងដោយអំណាចផលបុណ្យដែលខ្ញុំបានប្រគេនប្រអួលដល់ប្រខ័យណាស្របពួកអ្នកសំពៅសួរទៀតថានាងមកកើតនៅក្នុងទីនេះប៉ុន្មានឆ្នាំហើយនាងប្រាប់ថារាប់ឆ្នាំមិនបានទេចំនួនប្រហែលជាមួយកាប់ហើយនាយសំពៅមានសេចក្តីអាណិតដល់នាងប្រែតនោះពន់ពេកបានយកសម្ពុតមួយគូហុចទៅឲ្យនាងស្លៀកនាងលើកដៃសំពះអង្វរថាខ្ញុំទទួលយកសម្លៀកបំពាក់នេះពុំបានទេព្រោះខ្ញុំជាប្រែតបើលោកមេត្តាឲ្យទានដល់ខ្ញុំសូមឲ្យទៅព្រះសង្ឃឬអ្នកមានសិលបរិសុទ្ធហើយឧទ្ទិសផលឲ្យខ្ញុំទើបខ្ញុំទទួលផលបានគួរអស្ចារ្យណាស់នៅក្នុងសំពៅគ្មានព្រះសង្ឃមួយអង្គសោះមានតែឧបាសកម្នាក់មានសិលបរិសុទ្ធនាយសំពៅក៏ជូនសម្ពុតនោះទៅដល់ឧបាសកនោះហើយឧទ្ទិសផលនោះចំពោះប្រែតនោះស្រាប់តែប្រែតបានសម្ពុតទឹកស្លៀកដណ្ដប់ភ្លាមនេះរឿងចម្លែកតាមដឹងរៀងមកថាតតែឲ្យដល់សង្ឃទើបឧទ្ទិសផលដល់ប្រែតបានសូមអ្នកអាននិងអ្នកស្ដាប់ទាំងឡាយពិចារណាមើលតើសមហេតុសមផលដែរឬទេនាងវិមានប្រែតកាលបើបានសម្ពុតស្លៀកពាក់ហើយក៏និមិត្តយកអាហារទឹកជប់លៀងអ្នកសំពៅទាំងនោះឲ្យឆ្អែតស្កប់ស្កល់គ្រប់គ្នាទើបយំសោកប្រាប់ដល់អ្នកសំពៅថាអស់លោកអើយខ្ញុំជាស្ត្រីកម្មក្រាស់ណាស់នៅតែ4ខែទៀតទេខ្ញុំត្រូវអស់អាយុធ្លាក់ទៅកើតនៅក្នុងនរកហើយព្រោះទោះដែលខ្ញុំបិទស្រាលក់ពីជាតិមុននាយសំពៅនិងឧបាសកមានសេចក្តីមេត្តាករុណាប្រាប់ថាបើនាងចង់បានសុខនាងត្រូវយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្មើដល់ជីវិតនាងក៏លើកដៃសំពះទទួលថាសាធុសាធុក៏នឹកភាវនាគុណព្រះរតនត្រ័យនៅក្នុងចិត្តជាប់ជានិច្ចដល់ពេលស្ងប់ខ្យល់នាយសំពៅលានាងប្រែតត្រឡប់ទៅកាន់នគរវិញនាងបានផ្ញើសម្បត្តិទឹកមានមាសប្រាក់ជាដើមមកបូជាព្រះសម្មាសម្ពុទ្ធបរមគ្រូកាលនោះព្រះអង្គគង់នៅក្នុងវត្តចេតពុននាយសំពៅនិងឧបាសកទទួលបញ្ញើក៏ចេញសំពៅមកលុះសំពៅមកដល់នគរហើយក៏យកគ្រឿងសក្ការៈដែលនាងប្រែតផ្ញើទៅបូជាព្រះដ៏មានព្រះភិក្ខមួយភាគទ្រង់ទទួលហើយទ្រង់ប្រជុំពុទ្ធបរិស័ទសម្ដែងធម្មទេសនាប្រពយករឿងនោះជាហេតុទីបំផុតព្រះអង្គទ្រង់ត្រាស់ថានាងវិមានប្រែតនោះនៅ4ខែទៀតអស់អាយុហើយត្រូវទៅកើតនៅក្នុងនរកដោយអំណាចបិទស្រាលក់ប៉ុន្តែដោយអំណាចសទ្ធាដែលនាងជឿចំពោះគុណព្រះរតនត្រ័យហើយបានបូជាចំពោះព្រះតថាគតដល់គម្រប់4ខែដែលនាងអស់អាយុទៅក៏បានទៅកើតជាទេពធីតានៅក្នុងឋានត្រៃត្រឹងសួគ៌ដោយសម្បត្តិទឹកយ៉ាងធំឯនាងវិមានប្រែតកាលបើដល់កំណត់គ្រប់4ខែហើយក៏អស់អាយុលាកំណត់ពីប្រែតបានទៅកើតជាទេពធីតានៅក្នុងឋានត្រៃត្រឹងសោយទឹកសម្បត្តិជាសុខសេងសានតទៅវងរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា